ជម្រាបសួរបងប្អូនទាំងអស់គ្នាបាទជួបគ្នាសាជាថ្មីអូខេបន្ទាប់ពីបែកពីបងប្អូនយើងយូរដែរហ្នឹងហើយតាំងពីមុនភ្ជុំបាទក្រោយភ្ជុំមកដល់ឥឡូវនេះគឺចិត្តអុំទុកទៀតហើយខ្ញុំទៅតែចេញវីដេអូវិញបាទហ្នឹងហើយអញ្ចឹងបាទធ្វើការអាប់ដេតជាមួយនឹងតម្លៃ Honda Dream ឆ្នាំ2026បាទហើយតម្លៃរបស់វាពេលនេះបាទឡើងឬក៏ចុះបាទឡើងឬក៏ចុះហើយតម្លៃយ៉ាងណាល្អឬក៏នៅខ្ពស់អូខេអញ្ចឹងមានបងប្អូនយើងគាត់comment ណាស៊ូបាទបន្តបន្ទាប់ក្រោមវីដេអូរបស់ខ្ញុំអញ្ចឹងធ្វើការអាប់ដេតតម្លៃបាទជូនទៅកាន់បងប្អូនយើងសម្រាប់ Honda Dream ឆ្នាំ2020បាទ6ពេលនេះបាទតម្លៃគឺបាទនៅ26ជាងទៅ27បាទហើយសម្រាប់Dream 25ក៏តម្លៃល្អដែរបងប្អូនបាទហ្នឹងហើយតម្លៃនៅ20ស្ដើងទេបាទសម្រាប់Dream 25ហើយពេលនេះបងប្អូនក៏អាចរត់ទិញថ្មីកេះដែរបាទហើយប៉ុន្តែបាទទៅមុខប្រហែលជាមួយខែ2ខែទៀតគឺអាចដាច់ស្តុកហើយសម្រាប់Dream 25បាទថ្មីកេះអូខេអញ្ចឹងសម្រាប់Dream 25និង26តែវាគឺស្អាតប្រហែលគ្នាបាទចំពោះខ្ញុំឲ្យបន្ទុកតែ26ស្អាតជាងបាទស្អាតជាងបន្តិចបាទក៏ប៉ុន្តែវាមិនលើសដាច់គ្នាឆ្ងាយប្រហែលទេអូខេអញ្ចឹងសម្រាប់តម្លៃDream 26ពេលនេះគឺតម្លៃរបស់វាគឺ26ជាងទៅ27បាទអញ្ចឹងសម្រាប់ការអាប់ដេតនៅពេលក្រោយទៀតគឺខ្ញុំនឹងចេញវីដេអូជូនទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទមានចម្ងល់អាចធ្វើការ comment នៅខាងក្រោម Subscribe Like Comment អរគុណជម្រាបលា